បងប្អូនមានជំងឺលើសជាតិស្ករហើយនឹងលើសជាតិខ្លាញ់មែនទេសូមប្រើរូបមន្តនេះចុះមិនខុសបំណងទេជំរាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាខ្ញុំបាទគ្រូថ្នាំឱសថបុរាណប៉ុលសេរីសញ្ញាត្បាល់បុកថ្ងៃនេះសូមចែករំលែកថ្នាំព្យាបាលលើសជាតិស្ករក្នុងសរសៃឈាមហើយនឹងលើសជាតិខ្លាញ់ក្នុងសរសៃឈាមដូចគ្នាបាទអញ្ចឹងថ្ងៃនេះមានដើមរុក្ខជាតិអ្វីផ្លែឈើអ្វីដែលអាចយកមកបញ្ចុះជាតិស្ករបានអញ្ចឹងសូមពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ជើញទៅទស្សនាវីដេអូហើយនឹងវិធីប្រើជាមួយនឹងខ្ញុំដូចតទៅបាទបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករូបមន្តពីរមុខដើម្បីយកមកព្យាបាលជំងឺលើសជាតិស្ករហើយនឹងលើសជាតិខ្លាញ់នៅក្នុងសរសៃឈាមដំបូងពុកម៉ែបងប្អូនទៅរកផ្លែល្ហុងខ្ចីចំនួន1ផ្លែតូចល្មមមិនបាច់ធំពេកទេបន្ទាប់មកបងប្អូនយកមកពុះជា2បាយកគ្រាប់ចេញហើយហាន់ជាកង់ចាំយកទៅលាងទឹកសម្អាតឲ្យបានស្អាតសូមបញ្ជាក់ផ្លែល្ហុងបងប្អូនចង់ចិតសម្បកចេញក៏បានឬមិនបាច់ចិតក៏បានដែរបន្ទាប់មកបងប្អូនយកទៅដាំទឹកចំនួន2លីត្រឬក៏3លីត្ររួចហើយដាក់សម្បកឈើអែមចំនួន3បន្ទះបាទ3ចំណិតណាបងប្អូនហើយដាំទឹកឲ្យពុះរយៈពេល30នាទីចាំយកមកទទួលទានការទទួលទានមិនកំណត់ពេលនោះទេបងប្អូនចង់ហូបពេលណាក៏បានដែរត្រឹមតែរយៈពេលពី3ថ្ងៃឡើងទៅអាការៈលើសជាតិស្ករក្នុងសរសៃឈាមហើយនឹងលើសជាតិខ្លាញ់នៅក្នុងសរសៃឈាមរបស់បងប្អូននឹងបានចុះថយមកតាមលំដាប់លំដោយហើយសូមបងប្អូនទទួលទានឲ្យបាន4សប្តាហ៍ទៅ5សប្តាហ៍អាការៈលើសជាតិស្ករហើយនឹងលើសជាតិខ្លាញ់ដែលនៅក្នុងសរសៃឈាមរបស់បងប្អូននឹងបានធូរស្បើយជាបំខានសូមព្យាយាមទទួលទានចុះមិនខុសបំណងទេរូបមន្តនេះល្អខ្លាំងណាស់សម្រាប់ពុកម៉ែបងប្អូនដែលឧស្សាហ៍លើសជាតិស្ករនៅក្នុងសរសៃឈាមបាទសូមអរគុណច្រើនវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេទាក់ទងនឹងជំងឺលើសជាតិស្ករក្នុងសរសៃឈាមហើយនឹងលើសជាតិខ្លាញ់នៅក្នុងសរសៃឈាមហើយមុននឹងដល់ទីបញ្ចប់នេះខ្ញុំបាទក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អកុំឲ្យមានជំងឺអ្វីៗមកបៀតបៀនឲ្យសោះហើយសូមកុំភ្លេចជួយ like ជួយ share ជួយ follow ដល់ page របស់ខ្ញុំផងដើម្បីជាកម្លាំងចិត្តធ្វើវីដេអូថ្មីៗចែកជូនពុកម៉ែបងប្អូនទស្សនានៅថ្ងៃក្រោយទៀតនៅពេលនេះខ្ញុំសូមអរគុណសូមជម្រាបលាបងប្អូនមានជំងឺលើសជាតិស្ករហើយនឹងលើសជាតិខ្លាញ់មែនទេសូមប្រើរូបមន្តនេះចុះមិនខុសបំណងទេ